លោកស្រីអភិបាលខេត្តបៃលិនផ្ដាំទៅអភិបាលខេត្តស្រះកែវប្រទេសថៃច្បាស់ថារឿងស្ពានព្រំបានប្រកាសកម្ពុជាមានសមត្ថភាពសាងសង់ដោយខ្លួនឯងតែថៃទេជាអ្នកស្នើសុំសាងសង់លោកស្រីបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនបានផ្ដាំទៅលោកបរិញ្ញា ពុទ្ធិសាទអភិបាលខេត្តស្រះកែវរឿងកសាងស្ពានព្រំបានប្រកាសកម្ពុជាមានសមត្ថភាពសាងសង់ដោយខ្លួនឯងតាំងតែពី20ឆ្នាំមុនមកម្លេះប៉ុន្តែដោយសារថៃស្នើសុំសាងសង់ទើបកម្ពុជាពន្យាពេលការសាងសង់ការឆ្លើយតបរបស់លោកស្រីបានស្រីមុំបានធ្វើឡើងកាលពីពេលថ្មីកន្លងមកនេះបន្ទាប់ពីអភិបាលខេត្តស្រះកែវបានស្នើសុំនាយករដ្ឋមន្ត្រីថៃលុបចោលទំនាក់ទំនង75ឆ្នាំសម្ព័ន្ធភាពរវាងកម្ពុជាថៃនិងបញ្ឈប់គម្រោងនានាជួយកម្ពុជាអំឡុងពេលនាយករដ្ឋមន្ត្រីថៃពេលចុះទៅដល់ព្រំដែនច្រកទ្វារខ្លងលឹកជាប់ច្រកទ្វារប៉ោយប៉ែតខេត្តបន្ទាយមានជ័យយោងតាមសំណេររបស់លោកស្រីបានស្រីមុំបង្ហោះនៅក្នុងគណនីលោកស្រីដោយលោកស្រីអភិបាលខេត្តបៃលិនបានស្រីមុំបានផ្ដាំទៅលោកបរិញ្ញា ពុទ្ធិសាទអភិបាលខេត្តស្រះកែវថាលោកអត់ដឹងអំពីប្រវត្តិស្ពានព្រំបានបកាទេប្រទេសកម្ពុជាមានសមត្ថភាពរួមទាំងធនធានក្នុងការសាងសង់ស្ពាននេះតាំងតែពី20ឆ្នាំមុនមកម្លេះដោយគ្មានជំនួយពីថៃទេទោះបីជាយ៉ាងណាក៏ដោយសារប្រទេសថៃបានសន្យានឹងស្នើសុំសាងសង់យើងក៏បានពន្យាពេលការសាងសង់ជាយូរណាស់មកហើយដោយសារតែស្ថានភាពនយោបាយក្នុងប្រទេសនេះប្រែប្រួលឥតឈប់ឈរកម្ពុជាតែងតែយោគយល់និងគិតពីមិត្តភាពនិងភាពជាអ្នកជិតខាងគម្រោងនេះមិនមែនជាសកម្មភាពនៃជំនួយមនុស្សធម៌ទេអ្នកស្នើសុំធ្វើគម្រោងនេះយើងមិនបានស្នើសុំជំនួយរបស់អ្នកទេជាថ្មីម្ដងទៀតយើងមានធនធានគ្រប់គ្រាន់ដើម្បីសាងសង់ស្ពាននេះនិងសូមជូនពរអ្នកជោគជ័យគ្រប់បេសកកម្មនិងទទួលបានស្នាដៃក្នុងជីវិតការងាររបស់អ្នកចុងក្រោយមុននឹងចូលនិវត្តន៍សូមរំលឹកថាកាលពីថ្ងៃប្រហ័សទី26មិថុនាអភិបាលខេត្តស្រះកែវអំឡុងពេលដែលនាយករដ្ឋមន្ត្រីថៃលោកស្រីផែថងឋានឈិនវត្តបានធ្វើដំណើរទៅស្រុកអរញ្ញប្រទេសដើម្បីវិយតម្លៃពីផលប៉ះពាល់នៃការបិទច្រកទ្វារព្រំដែនកម្ពុជាថៃនិងដឹកនាំកិច្ចប្រជុំកម្រិតខ្ពស់មួយដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មឆ្លងព្រំដែនសន្តិសុខនិងការងារជាបន្ទាន់អភិបាលខេត្តស្រះកែវបានស្នើឲ្យលុបចោលការរៀបចំពិធីប្រារព្ធខួបលើកទី75នៃទំនាក់ទំនងកម្ពុជាថៃរួមជាមួយនឹងការផ្អាកជំនួយទាំងអស់ដល់កម្ពុជាដោយមិនរាប់បញ្ចូលជំនួយមនុស្សធម៌បន្ថែមពីនេះលោកអភិបាលខេត្តបានផ្ដល់អនុសាសន៍ឲ្យលុបចោលផែនការប្រើប្រាស់មូលនិធិសង្គ្រោះបន្ទាន់សម្រាប់ការសាងសង់ស្ពានមិត្តភាពថ្មី